សុខសម្បត្តិលើកឡើងថាយើងរួមគ្នាបោះសម្អាតបទល្មើសឆបោកតាមអនឡាញបច្ចេកវិទ្យា online scam ឲ្យអស់ពីក្នុងមូលដ្ឋានរបស់យើងមានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី9 ខែកុម្ភៈនេះលោកសុខសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានលើកឡើងថាមន្ត្រីទាំងអស់ដែលបានបែងចែកជាក្រុមចុះធ្វើរដ្ឋបាលត្រួតពិនិត្យស្រង់ស្ថិតិជនបរទេសអ្នករស់នៅតាមខុនដូអូតែលផ្ទះសំណាក់និងអគារស្នាក់នៅរួមឲ្យបានច្បាស់លាស់តាមគោលដៅនីមួយៗដោយភាពម៉ឺងម៉ាត់និងហ្មត់ចត់បំផុតដើម្បីឈានទៅបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ឲ្យអស់ពីក្នុងមូលដ្ឋានលោកសុកសម្បត្តិបន្តថាមន្ត្រីទាំងអស់ទាំងថ្នាក់សង្កាត់និងថ្នាក់ខណ្ឌត្រូវទទួលខុសត្រូវរួមគ្នាដោយត្រូវផ្តិតមេដៃជាមួយគ្នាដើម្បីបញ្ជាក់ថាការបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ឲ្យអស់ពីក្នុងមូលដ្ឋានរបស់យើងត្រឹមថ្ងៃទី30 ខែមិនិនាឆ្នាំ2026នេះប្រសិនបើរកឃើញថាមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅបន្ទប់ជាន់ណាមួយត្រូវបិទភ្លើងបិទអ៊ីនធឺណិតចោលតែម្ដងយើងជិះទូកជាមួយគ្នាដូចនេះមន្ត្រីទាំងអស់ដែលបានបែងចែករួចត្រូវមានវត្តមានទាំងអស់គ្នាព្រោះជាតិកំពុងត្រូវការយើងគឺយើងត្រូវប្រឹងប្រែងទាំងអស់គ្នាដើម្បីមុខមាត់ប្រទេសជាតិរបស់យើងវិញលោកបន្ថែមថាការចុះរដ្ឋបាលត្រួតពិនិត្យជនបរទេសតាមខុនដូអូតែលផ្ទះសំណាក់និងអគារស្នាក់នៅរស់នេះត្រូវដាក់ការសង្ស័យតាមសន្តាគារខុនដូហើយក៏មិនត្រូវមើលស្រាលផ្ទះសំណាក់ផ្ទះជួលនោះឡើយបើជនបរទេសត្រូវត្រួតពិនិត្យឲ្យបានច្បាស់នៅប៉ាសពតឯកសារជួលស្នាក់នៅប៉ុន្មាននាក់ហើយធ្វើការងារអ្វីឲ្យបានច្បាស់លាស់ព្រោះមេបទល្មើស online scam នេះពួកគេជាពួក IT មានខួរក្បាលឆ្លាតវៃណាស់ដែលទាមទារឲ្យកម្លាំងនិងអាជ្ញាធរយើងអនុវត្តការងារនេះដោយភាពម៉ឺងម៉ាត់និងហ្មត់ចត់បំផុតលោកសុខសម្បត្តិបានបញ្ជាក់ថាក្រៅពីការបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ឲ្យអស់ហើយនោះកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរក៏ត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដូចជាជលមាន់បៀអាប៉ោងកន្ទុយលេខឆ្នោតលូតូផងដែរបន្ថែមពីនេះការថែរក្សាសន្តិសុខសុវត្ថិភាពនិងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវតាមផ្សារនានាក៏ត្រូវតែយកចិត្តទុកដាក់រៀបចំឲ្យបានស្អាតផងដែរ